បងថ្លៃស្រីអើយជួយដួសបាយឲ្យខ្ញុំមួយចានមកជានាងអើយធីងកំពុងហៅអ្នកហើយខ្ញុំមានហើយបើហើយក៏ទៅដួសទៅឆ្នាំងបាយនៅពីក្រោយនាងនឹងខ្ញុំឲ្យអ្នកដួសហេតុអ្វីខ្ញុំជាប្អូនថ្លៃស្រីរបស់អ្នកចុះយ៉ាងម៉េចបងថ្លៃស្រីមើលថែប្អូនថ្លៃស្រីមិនមែនជារឿងធម្មតាទេបាយនៅឆ្ងាយពីអ្នកតែ2ជំហានសោះអ្នកគ្មានដៃអ្នកនិយាយម្ដងទៀតមើលបាយនៅពីក្រោយអ្នកនឹងដួសខ្លួនឯងទៅទើបតែចូលផ្ទះបានមួយថ្ងៃនេះក៏ធ្វើមុខដាក់ប្អូនថ្លៃស្រីបាត់ទៅហើយខ្ញុំមិនបានធ្វើមុខដាក់ទៅខ្ញុំគ្រាន់តែមិនបានដួសបាយឲ្យនាងប៉ុណ្ណោះគ្រូសាចៅយើងរៀបការកូនប្រសាមិនមែនរៀបការយកមេផ្ទះមកគោរពបូជាទេចុះពួកអ្នកក៏មិនបានរៀបការយកអ្នកបម្រើដែរចាស់ទុំនិយាយមួយម៉ាត់អ្នកទៅវិញ10ម៉ាត់ឪពុកម្ដាយអ្នកអប់រំអ្នកបែបនេះមែនទេកាលពីម្សិលមិញពេលលើកទឹកតែអ្នកបានទទួលស្រោមសម្បត្តិក្រហមពីឪពុកម្ដាយខ្ញុំពេលនោះមិនឃើញអ្នកអ៊ូថាពួកគាត់ចេះអប់រំកូនមិនកើតផងបងប្រុសមើលនាងចុះទើបតែរៀបការរួចក៏យកលុយមកគៀបសង្កត់អ្នកដទៃជានឹងសុំទោសទីងទៅខ្ញុំនិយាយអ្វីខុសមែនទេពេលនាងឲ្យខ្ញុំដួសបាយតើនាងធ្លាប់សួរខ្ញុំទេថាខ្ញុំព្រមឬអត់ថ្ងៃនេះបើមិនអាចតាំងច្បាប់ទម្លាប់បានទេទៅមុខទៀតអ្នកណាគេនឹងគោរពអ្នកទៅបន្ទប់ជាមួយខ្ញុំលេងដៃកុំធ្វើឲ្យខ្មាស់គេនៅទីនេះខ្ញុំមិនដួសបាយគឺធ្វើឲ្យអ្នកខ្មាស់គេមែនទេបងប្រុសនាងពិតជាមិនដាក់គ្រួសារយើងក្នុងភ្នែកមែនទើបតែរៀបការថ្ងៃទី2ហ៊ានធ្វើបែបនេះទៅមុខទៀតនឹងទៅជាយ៉ាងណាខ្ញុំនិយាយម្ដងទៀតលេងដៃតើអ្នកបានប្រើដៃម្ខាងណាទះខ្ញុំកាលពីមិញនេះជានាងគឺអ្នកទេដែលបង្ខំឲ្យនិយាយពាក្យសម្ដីអាក្រក់បែបនេះដូច្នេះអ្នកទះខ្ញុំគឺត្រឹមត្រូវហើយខ្ញុំគ្រាន់តែចង់ឲ្យអ្នកយល់ថានៅក្នុងផ្ទះនេះមិនមែននរណាក៏អាចធ្វើតាមចិត្តខ្លួនឯងបាននោះទេបងថ្លៃឲ្យកុំបន្ទោសបងប្រុសខ្ញុំអីបើអ្នកដួសបាយឲ្យលឿនបន្តិចទៅក៏គ្មានរឿងអ្វីកើតឡើងដែរឃើញបែបនេះហើយអ្នកនៅតែគិតថាខ្ញុំជាអ្នករកចំនួនទៀតប្តីប្រពន្ធរស់នៅជាមួយគ្នាមិនអាចជៀសផុតពីការប៉ះទង្គិចគ្នាទេកុំធ្វើរឿងតូចតាចឲ្យคล้ายជារឿងធំអីតើអ្នកហៅការផ្ទះមួយកំភ្លៀងនេះថាជារឿងតូចតាចឬបានហើយដួសបាយឲ្យធីងទៅរឿងនេះចាត់ទុកថាចប់ត្រឹមនេះចុះបើធ្វើបែបនេះតាំងពីដំបូងក៏មិនចាំបាច់ត្រូវគេផ្ទះការពីមិញនេះដែរបងថ្លៃខ្ញុំចង់ញ៉ាំឆ្អឹងជំនីជ្រូក2ដុំតើអ្នកបានប្រើដៃម្ខាងណាផ្ទះខ្ញុំកាលពីមិញនេះស៊ូជីនីងចានស៊ុបនេះមិនមែនដួសឲ្យប្អូនស្រីរបស់អ្នកទេអ្នកហ៊ានជិះមកលើខ្លួនខ្ញុំអ្នកថែមទាំងថតសម្លេងទៀតចាប់តាំងពីពេលដែលអ្នកឲ្យខ្ញុំដួសបាយរហូតដល់ពេលដែលគាត់វាយខ្ញុំសុទ្ធតែមាននៅក្នុងនេះលុបការថតសម្លេងនោះចោលទៅមិនលុបទេយើងជាប្តីប្រពន្ធនឹងគ្នាតើអ្នកយករបស់នេះមកការពារពីអ្នកណាការពារពីមនុស្សម្នាក់ដែលទើបតែរៀបការបានមួយថ្ងៃក៏ហ៊ានលើកដៃវាយខ្ញុំអ្នកណាដែលហ៊ានប៉ះខ្ញុំម្ដងទៀតខ្ញុំនឹងហៅអ្នកគ្រប់គ្រងអគារនិងអ្នកសហគមន៍ឲ្យឡើងមកឥឡូវនេះរឿងក្នុងផ្ទះចាំបាច់ត្រូវឲ្យអ្នកក្រៅមើលឃើញជារឿងកំ pl ែងមែនទេពេលដែលវាយខ្ញុំកាលពីមិញនេះពួកអ្នកមិនមានអារម្មណ៍ថាវាអាក្រក់មើលទេអ្នកគំរាមអ្នកណាជានឹងមានរឿងអ្វីនិយាយគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវទៅរបស់ទាំងនេះជារបស់អ្នកណាជារបស់ខ្ញុំហើយអ្វីបានជាដាក់ក្នុងបន្ទប់ធ្វើការបងប្រុសខ្ញុំបាននិយាយថាបន្ទប់នេះនឹងឲ្យខ្ញុំស្នាក់នៅពេលក្រោយអ្នកជាអ្នកនិយាយជារបស់ខ្ញុំហើយអ្វីបានជាដាក់ក្នុងបន្ទប់ធ្វើការបងប្រុសខ្ញុំបាននិយាយថាបន្ទប់នេះនឹងឲ្យខ្ញុំស្នាក់នៅពេលក្រោយអ្នកជាអ្នកនិយាយថេងទើបតែបដូរការងារឲ្យនាងស្នាក់នៅទីនេះមួយរយៈសិនទៅអ្នកជាអ្នកយល់ព្រមជំនួសខ្ញុំគ្រួសារតែមួយស្នាក់នៅជាមួយគ្នាប៉ុន្មានថ្ងៃមិនចាំបាច់បែងចែកច្បាស់លាស់ពេកទេប្រាក់កត់ដំបូងគឺខ្ញុំជាអ្នកចេញហើយប្រាក់កម្ចីក៏ខ្ញុំជាអ្នករត់ការដែរផ្ទះនេះក៏ទិញមុនពេលរៀបការដែរតើហើយវិញមិនមែននិយាយថាបន្ទាប់ពីរៀបការរួចផ្ទះនេះនឹងមានចំណែកពាក់កណ្ដាលរបស់គាត់ទេបាទតើកូននិយាយបែបនេះពេលណាកូនបាននិយាយកូនថែមទាំងនិយាយថាបន្ទប់ធ្វើការនឹងក្លាយជារបស់ម៉ាក់នៅពេលក្រោយទៀតផងហើយឲ្យម៉ាក់រើអីវ៉ាន់ចូលមកមុនថេងស្ងាត់មាត់ទៅទើបតែរៀបការកាលពីម្សិលមិញថ្ងៃនេះប្អូនស្រីអ្នកបានរើចូលក្នុងបន្ទប់ធ្វើការរបស់ខ្ញុំបាត់ទៅហើយតើអ្នកនៅបានយល់ព្រមជំនួសខ្ញុំរឿងអ្វីទៀតជានឹង this is